Bitcoin ហួសសម័យហើយ crypto ផ្សេងគេលឿនជាងគេធ្វើដំណើរការបានច្រើនជាងគេមាន NFT បន្តិចទៅគេឈប់ប្រើ Bitcoin ហើយទាំងអស់ហ្នឹងគឺជាអ្វីដែលយើងតែងតែឮនៅក្នុង crypto ណាតើទាំងអស់ហ្នឹងវាជាការពិតឬក៏អត់ហើយយើងនឹងមកសិក្សាទាំងអស់គ្នានៅក្នុងថ្ងៃទី20នៃការរៀន Bitcoin ក្នុងរយៈពេល21ថ្ងៃអូខេអញ្ចឹងថ្ងៃទី20ហ្នឹងគឺយើងនិយាយប្រៀបធៀបហើយនឹងសិក្សា Bitcoin ទៅជាមួយនឹង block crypto ផ្សេងៗទៀតណាហើយតើ Bitcoin វាពិតជាហួសសម័យមែនឬក៏អត់ដោយសារតែយើងដឹងហើយថាមាន crypto ផ្សេងៗវាកើតឡើងរាប់លាន crypto project នៅក្នុងទីផ្សារហ្នឹងណាហើយបន្ទាប់មកគឺមាន crypto ខ្លះគឺគេ claim ថាលឿនវា advance ជាងវាមាន NFT វាមាន smart contract អីផ្សេងតើវាធ្វើឲ្យ Bitcoin ហ្នឹងវាហួសសម័យមែនឬក៏អត់អញ្ចឹងបើនេះគាត់ទៅថា isn't Bitcoin obsolete compared to other crypto អញ្ចឹងតើ Bitcoin នេះវាពិតជាហួសសម័យបើប្រៀបធៀបទៅជាមួយនឹង crypto ផ្សេងទៀតណាអញ្ចឹងបើស្អីយើងធ្លាប់នៅក្នុង industry ហ្នឹងគឺអ្នកទាំងគ្នានឹងលឺហើយតាក់ទងជាមួយនឹងពាក្យទាំងអស់ហ្នឹងដែលគេ claim ណា if you have spent any time in crypto space you have probably heard this claim អញ្ចឹងខ្ញុំក៏ឮដូចគ្នាដែរហើយខ្ញុំពីមុនក៏ជឿបែបហ្នឹងដូចគ្នាហើយអញ្ចឹង Bitcoin is outdated newer crypto space are faster more advanced and more scalable Bitcoin វាហួសសម័យហើយ crypto ផ្សេងទៀតហ្នឹងគឺវាមក crypto ថ្មីណាវាលឿនជាងវា advance ជាងវាមាន feature ច្រើនដល់តែដូចមាន NFT មាន smart contract បង្កើត token ទៅអីលើនឹងបានអញ្ចឹងទៅហើយវា scalable បើន័យថាវាលឿនអញ្ចឹងទៅវាអស្ចារ្យជាងណាខ្ញុំពីមុនក៏ជឿអញ្ចឹងដែរbut here is the reality Bitcoin is far more obsolete let's break it down អញ្ចឹងអាហ្នឹងគឺឥឡូវនេះគឺជាអ្វីដែលជាក់ស្ដែងហើយ Bitcoin វាមិនមែនoutdated ទេវាមិនមែន obsolete ទេគឺហើយវាមិនមែនហួសសម័យទេឥឡូវយើងមកសិក្សាវាទី1ទាក់ទងជាមួយនឹងBitcoin blockchain trilemma trade house mirror អញ្ចឹងនៅក្នុង EP មុនក៏ខ្ញុំធ្លាប់បានបញ្យល់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹង blockchain trilemma ហ្នឹងណាហើយអ្វីដែលជាបញ្ហា trade out របស់វានៅពេលដែលទាក់ទងជាមួយនឹងចំណុចអស់ហ្នឹងណាអញ្ចឹងនៅក្នុង crypto in crypto there is something called the blockchain trilemma the idea that blockchain can only optimize two out of three key properties អញ្ចឹងទាក់ទងជាមួយនឹងនៅក្នុង crypto គឺយើងតែងតែលើពាក្យថា blockchain trilemma ហ្នឹងណាហើយ idea អស់ហ្នឹងគឺយើងដឹងហើយថាវា blockchain trilemma គឺមាន3ចំណុចវាមាន decentralized កន្លែងនេះណាវាមាន security ហើយវាមាន scalability ប៉ុន្តែនៅក្នុង blockchain គឺអត់អាចធ្វើទាំង3នឹងបានទេ decentralized security scalability ហ្នឹងគឺអត់អាចធ្វើទាំងព្រមគ្នាបានទេអាហ្នឹងវាជាសច្ចភាពឬក៏ភាពជាក់ស្ដែងដែលនៅក្នុងបញ្ហា blockchain trilemma ហ្នឹងគឺយ៉ាងច្រើនបំផុតគឺ2ហើយនឹងបាត់បង់ចំណុចណាមួយអញ្ចឹងណាគឺបានន័យថា property ហ្នឹងគុណសម្បត្តិរបស់វាហ្នឹងឬក៏ផ្នែករបស់វាទាំង3ហ្នឹងគឺបើសិនជាយើង focus ទៅលើ2ណាមួយអញ្ចឹងមួយទៀតនឹងបាត់ឧទាហរណ៍ថាចំណុចទី1គឺទាក់ទងជាមួយនឹង decentralized បានន័យថានិយាយទាក់ទងជាមួយនឹងវាមជ្ឈការហើយយើងចង់ឲ្យវាអត់មាន single entity control នៅ network ហ្នឹងណាបានន័យថាអត់មានអ្នកណាម្នាក់ទៅគ្រប់គ្រង network ឬក៏មនុស្សមួយក្រុមឬក៏អ្នកណាម្នាក់ដែលមានអំណាចរដ្ឋាភិបាលឬក៏ company ក្រុមហ៊ុនឬក៏ developer មួយក្រុមដែល control ទៅលើ network នឹងឬក៏ប្រព័ន្ធនឹងទេអញ្ចឹងដើម្បីឲ្យវាមាន making it resistant to censorship អញ្ចឹងដើម្បីឲ្យ
តាក់ទងជាមួយនឹងបញ្ហា censorship ទៅលើបើសិនជាមានអ្នកគ្រប់គ្រងគឺគេអាចផ្លាស់ប្ដូរបានគេអាចផ្លាស់ប្ដូរ protocol គេអាចផ្លាស់ប្ដូរ rule ឬក៏ block អ្នកណាម្នាក់ឲ្យចូលប្រើបានណាអាហ្នឹងគឺបញ្ហាដែលទៅមួយនឹងភាពវិមជ្ឈការគឺគេចង់ឲ្យវាបែបហ្នឹងអត់មានអ្នកណា control ទេដូចក្នុងករណី Bitcoin ហើយទី2គឺ security the network is hardened against attacks ensuring the reliability over the long term អញ្ចឹងប្រព័ន្ធសុវត្ថិភាពនៅក្នុង crypto នៅក្នុង blockchain ឬក៏នៅក្នុង Bitcoin ហ្នឹងគឺសំខាន់គឺ network គឺវានៅក្នុងប្រព័ន្ធហ្នឹងគឺអត់ឲ្យមានការវាយប្រហារបានទេហើយឲ្យដើម្បីឲ្យគេជឿជាក់ថាវានឹងជឿជាក់ long term ណាទៅលើវានឹងបើសិនជាប្រព័ន្ធសុវត្ថិភាពនៅលើ blockchain នៅលើcrypto នៅលើ Bitcoin ទាំងអស់ហ្នឹងគឺខ្វះភាពសុវត្ថិភាពអញ្ចឹងអត់មានអ្នកណាហ៊ានទៅប្រើប្រាស់វាទេហើយទី3គឺ scalability the ability to process a transaction quickly and cheaply អញ្ចឹងទាក់ទងជាមួយនឹងការដែលឲ្យវាអាចធ្វើប្រតិបត្តិការដោយលឿនហើយ quickly ហើយនឹងមានតម្លៃសេវាថោក cheaply ណាអញ្ចឹងបញ្ហា the problem no blockchain can focus on all three something must be sacrifice អញ្ចឹងអត់អាច blockchain ទាំងអស់ហ្នឹងគឺធ្វើបានគ្រប់3ចំណុចហ្នឹងបានទេអាហ្នឹងវាជាសច្ចភាពតែម្ដងគឺ decentralization security scalability ហ្នឹងគឺអត់អាចមានអ្នកណាអាច blockchain ណាមួយធ្វើវាបានគ្រប់ទាំង3ហ្នឹងទេអញ្ចឹងអានេះគឺជារូបភាពដែលគាត់ដាក់មកណាហើយតើតើជាមួយនឹង Spotify ហ្នឹងមិនន័យថាបើសិនជាគេជ្រើសរើសចំណុចណាគឺចំណុចផ្សេងទៀតវាអាចនឹងបាត់បង់អញ្ចឹងត្រៃឡម៉ាហ្នឹងគឺកន្លែងនេះយើងឃើញ scalability នៅខាងណា decentralization security អីនៅកន្លែងនេះអញ្ចឹងណារូបភាពនេះគឺងាយស្រួលយល់តែដូចខ្ញុំអធិប្បាយមិញអញ្ចឹងហើយគឺអញ្ចឹងsome blockchain boast all the bell and visual faster speed high transaction throughput and flashy features but what's the point if they aren't secure or decentralized អញ្ចឹង blockchain ខ្លះគឺគេព្យាយាមឃោសនាអញ្ចឹងណាអាហ្នឹងគឺជាពាក្យវាដូចជា slogan បើន័យថាគេហៅអីគេប្រៀបធៀបណាវាដូចជាការផ្លុំកញ្ចែគោះកណ្ដឹងអីចឹងទៅថាលឿន blockchain នឹងលឿនhigh transaction ហ្នឹងគឺវាន័យថាការធ្វើប្រតិបត្តិការហ្នឹងវាបានច្រើនអញ្ចឹងណា transaction throughput ហ្នឹងហើយ throughput ហើយនឹងមាន feature អីច្រើនធ្វើ NFT បានបង្កើត token បង្កើតអីលឿននឹងមាន smart contract ឬក៏គេហៅcontract ឆ្លាតវៃណាកិច្ចសន្យាឆ្លាតវៃហ្នឹងណាហើយប៉ុន្តែ the point if they are secure or decentralized អញ្ចឹងប៉ុន្តែ blockchain អស់ហ្នឹងគឺអត់មានសុវត្ថិភាពទេអត់មានសុវត្ថិភាពទេហើយក៏អត់ decentralized ដូចគ្នាអត់មានភាពវិបត្តិការទេគឺមានអ្នកណា control តែម្នាក់ឬក៏វាមិនម្នាក់ទេប៉ុន្តែវាមានតែមនុស្សមួយក្រុមអញ្ចឹងណាឬក៏វាមានអ្នកណាម្នាក់ដែលគេមានសិទ្ធិឬក៏ influence ទៅលើ blockchain នឹងបានអញ្ចឹង without this core principle they are just another fragile financial system prone to manipulation control and failure just like fiat money អញ្ចឹងអានេះ fragile គឺនិយាយថាបើសិនជាអត់មានចំណុច secure ហើយនឹង decentralize ទេគឺដែលជាចំណុច core របស់វាណាអញ្ចឹងគឺ blockchain ទាំងអស់ហ្នឹងឬ crypto ទាំងអស់ហ្នឹងគឺវាគ្រាន់តែជាប្រព័ន្ធហិរញ្ញវត្ថុ financial system មួយដែលផុយស្រួយហើយអាច manipulate បានអាច block បានមានការ control មានការគ្រប់គ្រងហើយនឹងនឹងបរាជ័យដោយតែ fiat money ដែរដូចលុយដែលថាបាក្នុងប្រទេសមួយចំនួនគឺ control វាហើយធ្វើឲ្យវា inflation កើតណាអញ្ចឹងអាហ្នឹងគឺកន្លែងហ្នឹង Bitcoin take a different approach អញ្ចឹង Bitcoin វាខុសពីហ្នឹង
it is priority security and decentralized about all else ensure that no single entity can control or alter the network ចឹង Bitcoin គឺផ្ដោតទៅលើប្រព័ន្ធសុវត្ថិភាព security ហើយនិងភាពវិមជ្ឈការរបស់វាណាគឺអត់មានណាឲ្យ control លើវាបានទេគឺទាំងអស់ហ្នឹងគឺដំណើរការដោយវិមជ្ឈការហើយអាហ្នឹងគឺជាចំណុចសំខាន់ដែល Bitcoin ផ្ដោតអញ្ចឹងensure that that no single entity can control អញ្ចឹងអត់មានអ្នកណាទៅ control នៅប្រព័ន្ធហ្នឹងទេហើយធ្វើអីវាបានទេគឺតាមច្បាប់របស់វាដែលត្រូវ agree ទាំងអស់គ្នានៅលើ network ហ្នឹងអញ្ចឹងការផ្លាស់ប្ដូរគឺពិបាកហើយ while this mean Bitcoin doesn't have the highest raw transaction speed អញ្ចឹងអាហ្នឹងគឺវាធ្វើឲ្យ Bitcoin ហ្នឹងវាបាត់បង់ភាពមួយគេហៅ scalability ហ្នឹងណាអញ្ចឹងវាអត់ process ធ្វើប្រតិបត្តិការហ្នឹងលឿនទេហើយប៉ុន្តែវាមិនមែនជាចំណុចដែលថាជាចំណុចដែលខ្វះខាតហ្នឹងទេដោយសារតែការដែល trade out ហ្នឹងគឺដើម្បី preserve the trustless គឺដើម្បីជំនួសឲ្យវិញគឺវាសមវាទទួលបានភាពដែលថាមនុស្សគឺមិនចាំបាច់ជឿជាក់ទៅលើណាម្នាក់ណាអត់ចាំបាច់ត្រាស់ទៅលើមនុស្សមួយក្រុមឬក៏ទៅលើ company ណាមួយឬក៏ទៅលើរដ្ឋាភិបាលណាមួយចឹងទៅហើយ censorship resistant nature ចឹងគឺការដែលវាទប់ស្កាត់ censorship បានន័យថាអត់មានអ្នកណា block វាអ្នកប្រើប្រាស់បានអត់មានអ្នកណាទៅហាមឃាត់អ្នកប្រើប្រាស់មិនឲ្យប្រើអញ្ចឹងទៅឬក៏ប្រតិបត្តិការទាំងអស់ហ្នឹងមានការលាក់បាំងអីផ្សេងៗគឺBitcoin គឺវាមានអស់ហ្នឹងដែលជា nature របស់វាអញ្ចឹងចំណុចហ្នឹងសំខាន់ and when it come to scaling Bitcoin scale where it's matter on the second layers like the lightning network អញ្ចឹងចំណុចនេះគឺខ្ញុំធ្លាប់បានអธิบายដូចគ្នាបើន័យថា Bitcoin គឺវាមាន layer 2គេហៅ second layer ហ្នឹងហើយឈ្មោះវាមានច្រើន second layer ប៉ុន្តែគ្រាន់តែអ្វីដែលពេញនិយមគឺ lightning network ហ្នឹងណាគឺជាប្រព័ន្ធ layer 2ដែលសម្រាប់ scale ឲ្យធ្វើប្រតិបត្តិការបានលឿនហើយអស់ថ្លៃសេវាថោកអញ្ចឹងគេប្រើ lightning network ភាគច្រើនបច្ចុប្បន្នហ្នឹងណាហើយ lightning enable instant near fee-free transaction allow Bitcoin to scale for everyday payments without compromising the foundation អញ្ចឹងBitcoin វាប្រតិបត្តិការនៅលើ Lightning ណា layer 2 ហ្នឹងគឺប្រព័ន្ធប្រតិបត្តិការធ្វើប្រតិបត្តិការហ្នឹងគឺស្ទើរតែ free ណាបើសិនអ្នកទាំងគ្នាធ្លាប់ប្រើ wallet ដូច Lightning Satoshi wallet of Satoshi ហើយនឹងពួក Blink ពួកអីហ្នឹងគឺអ្នកទាំងគ្នាដឹងហើយពេលខ្លះប្រតិបត្តិការហ្នឹង free ទេបើសិនប្រតិបត្តិការហ្នឹងយើងផ្ញើ Satoshi ឲ្យគ្នាទៅវិញទៅមកហ្នឹង free ទេហើយលឿនទៀតដាក់ភ្លាមចូលភ្លាមតែម្ដងអញ្ចឹងហើយធ្វើឲ្យ Bitcoin ហ្នឹង scale ហើយប្រើសម្រាប់payment ប្រចាំថ្ងៃអញ្ចឹងណាឲ្យអត់ចាំបាច់ទៅធ្វើឲ្យវាខូចប្រព័ន្ធគេហៅ core របស់វាដែលធ្វើឲ្យវាមាន security ហើយនឹងdecentralized ហ្នឹងគឺគេរុញវាមកលើ layer 2 នឹងវិញទាក់ទងជាមួយនឹង scaling ណាឬក៏ការពង្រីកធ្វើប្រតិបត្តិការហ្នឹងហើយinstead of scrapping everything to the base layer and risking the centralization Bitcoin keep the foundation strong while building a scalability on top អញ្ចឹងជំនួសឲ្យចេះតែញាត់អាស្អីចូលទៅក្នុង layer 1 ហ្នឹងអា blockchain របស់ Bitcoin ណាអញ្ចឹងដែលទាំងអស់ហ្នឹងគឺវាធ្វើឲ្យមានបញ្ហាហានិភ័យធ្វើឲ្យ network ហ្នឹងអាចមានការ control ឬក៏ centralization ណាអញ្ចឹង Bitcoin រក្សា foundation របស់វាគឺឫសគល់មូលដ្ឋានរបស់វាហើយរុញscaling ហ្នឹងទាក់ទងមួយ scalability ទៅ layer 2អញ្ចឹងណាគឺអាហ្នឹងគឺសំខាន់អញ្ចឹង
តេតងជាមួយនឹងបើសិនអ្នកនរគ្នាធ្លាប់ understand តេតងជាមួយនឹងធ្លាប់អានតេតងជាមួយនឹង block war ឬក៏សង្គ្រាម block ហ្នឹងតេតងជាមួយនឹងrisk risking centralization ហ្នឹងគឺមានគេ suggest បន្ថែមគេហៅ block size ទៅក្នុង Bitcoin ណាអញ្ចឹងគឺនៅក្នុង Bitcoin case ហ្នឹងណាអញ្ចឹងនៅពេលដែលបន្ថែម block size វាធ្វើឲ្យអាច network នឹង centralization ដោយសារតែអ្នកដែល run node ហ្នឹងគឺទៅប្រើ computer ដែលមាន spec ធំណាអញ្ចឹងអ្នកដែលអត់មាន computer spec ធំគេអត់ run node អញ្ចឹងគេអត់ចង់ចាយលុយដើម្បីទៅ run node អញ្ចឹងវាធ្វើឲ្យ node នឹងតិចអញ្ចឹងវាអាចកើត centralization ឬក៏វាមជ្ឈការមានអ្នកគ្រប់គ្រងណាអញ្ចឹងក៏មានការ hard fork អីផ្សេងៗជាដើមអាហ្នឹងយើងអាចទៅភាសានៅក្នុងមេរៀនឬក៏ទៅលើ history ទៅលើ hard fork អីនៅពេលដែលខ្ញុំមានពេលធ្វើវីដេអូហ្នឹងthat's why Bitcoin isn't obsolete it is built to last អញ្ចឹង Bitcoin វាមិនមែនហួសសម័យទេគឺវាធ្វើឡើងគឺកាន់វាតេតងជាមួយនឹងស្អីទាំងអស់របស់ Bitcoin ហ្នឹងគឺសិតតែមានការសិក្សាហើយនឹងការសិក្សាពីហានិភ័យទាំងអស់ហើយរក្សា fundamental របស់វាអញ្ចឹងណាហើយទី2ចំណុចទី2គឺ Bitcoin is bigger than all other current crypto combined អញ្ចឹងBitcoin គឺធំជាង crypto ទាំងអស់ដែលកើតមានបច្ចុប្បន្នហ្នឹងភ្ចូលគ្នាទៀតហើយបើសិនអ្នកនរគ្នាចង់ដឹងទៅមើលនៅក្នុង Bitcoin market cap ទៅហ្នឹងហើយ crypto market cap ឬ coin market cap ទៅអ្នកនរគ្នានឹងឃើញហើយif Bitcoin were obsolete why has it never lose its position as the number one cryptocurrency អញ្ចឹងចូលតែម្ដងទៅមកឲ្យរងចាំយូរទៅ coin market cap ចឹង Coin Market Cap គឺជា website ដែលរួមបញ្ចូលឬក៏ប្រមូលព័ត៌មាន project crypto ទាំងអស់នៅលើពិភពលោកណាចឹងយើងឃើញហើយ Bitcoin គឺនៅក្នុងលេខរៀងទី1 forever ជារៀងរហូតមកដល់បច្ចុប្បន្នហ្នឹងចឹងនេះគឺទំហំ market cap បច្ចុប្បន្នណាហើយធំជាងគេហើយគឺអត់មានការប្រែប្រួលទេតាំងពីកើតឡើងដំបូងមកដល់បច្ចុប្បន្នហ្នឹងគឺ Bitcoin នៅតែជាcrypto ដែលធំជាងគេបំផុតនៅលើពិភពលោកគេនៅតែជឿជាក់នៅតែឲ្យតម្លៃទាំងអស់ហ្នឹងគឺជាចំណុចសំខាន់ដែលអ្នកនរគ្នាគួរតែពិចារណាមុននឹងទៅយកលុយទៅដាក់ចូលទៅក្នុង crypto ផ្សេងណាវាមានហានិភ័យហើយ crypto ណាដែលមាន market cap ទូចអញ្ចឹងវាធ្វើឲ្យមានហានិភ័យក៏តាមនឹងដូចគ្នាតែ Bitcoin គឺនៅតែ stay number 1រហូតមកដល់ឥឡូវនេះ Bitcoin's market cap is bigger than all other crypto combined អញ្ចឹង market cap របស់ Bitcoin នេះយើងមើលកន្លែងនេះគឺធំមែនតើបើសិនយើងយក crypto market cap ផ្សេងហ្នឹងយកមកបូកបញ្ចូលគ្នាក៏អត់ស្មើនឹង market cap របស់ Bitcoin ដែរអូខេហើយ even Ethereum the second largest is less than 1/5 នៃ Bitcoin size ណាទោះបីជា Ethereum ក៏ដែលជា second បានថាជា crypto លំដាប់ទី2ក៏ទូជាង Bitcoin ដែរ1/5អញ្ចឹងហើយ Ethereum រាល់ថ្ងៃហ្នឹងគឺអ្នកនរគ្នាខ្ញុំអត់ចង់និយាយទៀតទេគឺអ្នកនរគ្នាទៅមើលប្រវត្តិតម្លៃហើយប្រវត្តិការ development ទៅគឺនឹងឃើញហើយថា Ethereum ហ្នឹងវាបច្ចុប្បន្នហ្នឹងវាទៅដល់ចំណុចណាទៅស្ទើរតែដូចខ្លួនឯងទៅមួយនឹង Ethereum អូខេហើយចំណុចទី3គឺ it is the only crypto recognized a legitimate monetary asset by the government and institutions ចឹងវាគឺជា crypto តែមួយដែលត្រូវបានគេទទួលស្គាល់ហើយទាក់ទងជាមួយនឹង
ជាគេហៅប្រព័ន្ធហិរញ្ញវត្ថុរបស់វាហ្នឹងហើយឬក៏ asset ហ្នឹងដោយរដ្ឋាភិបាលហើយនឹងដោយស្ថាប័នហិរញ្ញវត្ថុឥឡូវហ្នឹងគឺអ្នកនរគ្នាទៅសិក្សាហើយយល់អំពីបច្ចុប្បន្នហ្នឹងដោយប្រទេសមួយចំនួនគឺដោយសហរដ្ឋអាមេរិកគឺគេបានយក Bitcoin ធ្វើជាទុនបំរុងយុទ្ធសាស្ត្រឬក៏ Bitcoin Reserve Strategy ណាហើយបច្ចុប្បន្នហ្នឹងមានរដ្ឋថ្មីមួយដែលទើបតែជាប់បាទផាសហើយបានន័យថាច្បាប់ហ្នឹងផាសហើយអញ្ចឹងរដ្ឋហ្នឹងត្រូវបានប្រើប្រាស់ Bitcoin ជាទ្រព្យបំរុងយុទ្ធសាស្ត្រអញ្ចឹងហើយនៅក្នុងប្រទេសមួយចំនួនដូច El Salvador អីហ្នឹងគឺគេប្រើ Bitcoin ពីមុនមកដល់ឥឡូវគឺគាត់បានដកហើយដោយសារតែគាត់ត្រូវខ្ចីលុយពី IMF អញ្ចឹងពីមុនគឺនៅក្នុងប្រទេស El Salvador ជា legal tender ផ្នែកថាយើងយកអាចទៅដោះបំណុលដោះអីបានហើយគេត្រូវទទួលអ្នកដែលត្រូវចាយ Bitcoin គឺខាមបដិសេធមិនទទួលតែបច្ចុប្បន្នគេដកឡើងហ្នឹងដោយសារតែរដ្ឋាភិបាលគេត្រូវខ្ចីលុយពី IMF ណាអញ្ចឹងស្ថាប័នហិរញ្ញវត្ថុផ្សេងៗក៏គេ invest ទៅលើ Bitcoin ហ្នឹងដូចគ្នាហើយនឹង company ក្រុមហ៊ុនផ្សេងៗដូច Tesla ដូចអីក៏មាន Bitcoin ហើយក្រុមហ៊ុន Similar ក្រុមហ៊ុន Packard ហើយក្រុមហ៊ុនរបស់ជប៉ុនរបស់អីហើយនឹងក្រុមហ៊ុនដូច strategy របស់ Michael Saylor ហ្នឹងក៏ invest Bitcoin ហើយស្ថាប័នហិរញ្ញវត្ថុធំៗក៏មានការគ្រប់គ្រង Bitcoin ដូចគ្នាគេទិញគេអីចឹងទៅគេ invest ដើម្បីជា hack against inflation អីជាដើមណាអញ្ចឹងគេទទួលស្គាល់ Bitcoin ហ្នឹងហើយ crypto ផ្សេងៗគឺនៅក្នុងការពិចារណានៅឡើយហើយក៏មិនប្រកាសថាគេទទួលស្គាល់ដោយ Bitcoin ហ្នឹងទេហើយ Bitcoin stand apart as only cryptocurrency adapt as legal tender head on corporate balance sheet and knowledge and acknowledged by central bank if it were truly outdated why does the world continue to take it so seriously អញ្ចឹងBitcoin គឺវាខុសពីវាមានគេហៅទីតាំងនៃការចូលរបស់ Bitcoin គឺខុសពី crypto ផ្សេងទៀតណាហើយវាត្រូវបាន adopt as legal tender ដូចប្រទេស El Salvador អីហ្នឹងហើយនៅក្នុងក្រុមហ៊ុនមួយចំនួនគឺគេ corporate ក្រុមហ៊ុន corporate ផ្សេងៗហ្នឹងគឺគេទិញ Bitcoin ចូលដើម្បីដាក់ចូលទៅក្នុង balance sheet ដើម្បីជា part of investment មួយដែរហើយក៏ត្រូវបានទទួលស្គាល់ដោយ Central Bank នៃប្រទេសមួយចំនួនអីចឹងណាហើយបើសិនជាវាពិតជាហួសសម័យមែនវាយពិភពលោក take serious លើវាមែនបើន័យថាបច្ចុប្បន្នហ្នឹងគឺមានច្បាប់ជាច្រើនដូចនៅស្រុកខ្មែរយើងអីបច្ចុប្បន្នហ្នឹងគឺមានច្បាប់ឲ្យពីធនាគារជាតិហើយនឹងគណៈកម្មការមូលបត្រឲ្យបើក exchange បើកអីហើយឲ្យមានការសុំ license សុំអីដើម្បីធ្វើប្រតិបត្តិការទាក់ទងជាមួយនឹង crypto ឬក៏ Bitcoin អស់ហ្នឹងណាអញ្ចឹងសំបីតែការពីបោះឆ្នោតរបស់សហរដ្ឋអាមេរិកក៏ធានាថាDonald Trump ហ្នឹងយក Bitcoin ធ្វើជាផ្នែកមួយនៃការឃោសនាបោះឆ្នោតនឹងដូចគ្នាហើយមកដល់ឥឡូវគឺច្បាប់ទាក់ទងជាមួយនឹង Bitcoin Reserve Strategy ហ្នឹងគឺត្រូវបានកំពុងតែធ្វើការបោះឆ្នោតហើយក៏រដ្ឋផ្សេងៗហ្នឹងគឺគេកំពុងតែពិចារណាហើយបច្ចុប្បន្នហ្នឹងមានរដ្ឋមួយដែលបានផាសទៅហើយអញ្ចឹងណាបានជោគជ័យទៅហើយអញ្ចឹងទី3ចំណុច the most crypto are just digital fiat អញ្ចឹងcrypto ភាគច្រើនតែម្ដងគឺគ្រាន់តែជាលុយ fiat ជាបើន័យថាលុយ fiat ប៉ុន្តែក្នុងទម្រង់ជា digital លុយ fiat ដែលលុយដែលមានអ្នកគ្រប់គ្រងណាwhile Bitcoin operate as decentralized trustless and predictable monetary network most cryptocurrency function not different than fiat money អញ្ចឹងនៅក្នុងគណៈពេលដែល Bitcoin គឺដំណើរការដោយវិមជ្ឈការ decentralized ហើយអត់មានចាំបាច់ទៅជឿនរណាម្នាក់ហើយវាជាប្រព័ន្ធហិរញ្ញវត្ថុដែល predictable បានន័យថាអាច
អាចបានស្មានបានដោយសារតែយើងដឹងហើយតែដំណើរការលើកូដដំណើរការដោយកូដហើយវាមានយើងអាចទៅសិក្សាកូដរបស់ Bitcoin បានហើយយើងដឹង block time របស់ Bitcoin ហ្នឹងប្រហែល10នាទីម្ដងហើយ halving ហ្នឹងប្រហែលឆ្នាំម្ដងbla bla ហ្នឹងគឺគេអាច predict បានទាំងអស់ទៅលើប្រព័ន្ធហ្នឹងណាប៉ុន្តែដល់ពេល cryptocurrency ផ្សេងទៀតគឺដំណើរការឬក៏ function ហ្នឹងគឺវាមិនខុសពីលុយ fiat លុយដែលយើងប្រើប្រាស់ហ្នឹងទេទីមួយគឺលុយ fiat ទាំងអស់ហ្នឹងមានអីដែលជាចំណុចខ្សោយ centralized leadership អញ្ចឹងវាមានការគ្រប់គ្រងឬក៏ blockchain ឬក៏ crypto ផ្សេងទៀតហ្នឹងមានចំណុចខ្សោយអីខ្លះគឺ centralized leadership មានអ្នកគ្រប់គ្រងកណ្ដាល example ដូច Ethereum អញ្ចឹងមាន Ethereum Foundation ណាហើយcontrol by control development and direction just like the Federal Reserve control the dollar អញ្ចឹងវាមាន Ethereum Foundation ដែលមានតួនាទី control ទៅលើការអភិវឌ្ឍ development ហើយនឹងទិសដៅនៃ Ethereum ហ្នឹងណាវាដូចតែ Federal Reserve ដែល control លុយដុល្លារដែលគ្រប់គ្រងលុយដុល្លារហើយទី2ទាក់ទងជាមួយនឹង pre-mine and consider own and insider own អញ្ចឹង crypto ជាច្រើនគឺកើតឡើងមកគឺគេបង្កើតកាក់មុនឲ្យ pre-mine ហ្នឹងណាគេបង្កើតកាក់មុនដើម្បីឲ្យអ្នកដែលគាត់ជា developer ហ្នឹង hold កាក់នឹងមុនអញ្ចឹងទៅឬក៏ investor ហ្នឹងមានកាក់នឹងច្រើនជាងគេជាងឯងហើយinsider own មិនក៏អាចមានសិទ្ធិទិញមុនអីជាដើមណាអាហ្នឹងគឺជារឿងដែលវាអត់ fair វាមិនមែនអត់ fair ទេបើន័យថាគឺគេអ្នក develop គឺគេធ្វើអញ្ចឹងដោយសារតែគេចំណាយពេលវេលាដើម្បីទៅធ្វើអាហ្នឹងប៉ុន្តែ Bitcoin គឺអត់ទេ Bitcoin គឺ create ឡើងគឺអ្នកដែលមានកុំព្យូទ័រទៅម៉ាញគឺម៉ាញបានប្រងគ្នាទាំងអស់អញ្ចឹងប៉ុន្តែបើ cryptocurrency គឺមាន pre-mine មានន័យថាកាក់ហ្នឹងបង្កើតរួចជាស្រេចដើម្បីទុកឲ្យ owner ទុកឲ្យ project developer ឬក៏ investor រួចស្រេចហើយ insider own ហ្នឹងគឺអាចប្រាប់គ្នាឲ្យទិញមុនអីចឹងទៅក្នុងតម្លៃថោកអញ្ចឹងទៅអញ្ចឹង the most crypto are pre-mine particularly or fully created before public launch អញ្ចឹងបើន័យថាដូចខ្ញុំអធិប្បាយមិញអញ្ចឹងគឺមុននឹងគេបើកទៅ public ទៅក្នុងសាធារណៈហ្នឹងគឺគេមានការបង្កើតកាក់នឹងមុនរួចស្រេចទៅហើយទុកឲ្យ developer នឹងខ្លួនឯងរួចស្រេចទៅហើយអាហ្នឹងជា pre-mine ហើយ giving insider an unfair advantage អញ្ចឹង crypto មក project ខ្លះគឺមាន team របស់គេមិត្តភ័ក្តិរបស់គេប្រាប់ឲ្យទិញមុនអីអញ្ចឹងណាហើយបន្តមកទៀតគឺអាចចុងក្រោយហ្នឹងគឺអាហ្នឹងគឺហានិភ័យសម្រាប់ investor retail investor អ្នកដែល invest ក្រោយគឺគាត់លក់អញ្ចឹងទៅវាដាំតម្លៃអញ្ចឹងទៅហើយអ្នកដែលមានហ្នឹងគឺអ្នកដែលនៅដឹង project នឹងមុនគេអញ្ចឹងណាឬក៏ investor មុនដែលឬក៏ VC ដែលគាត់បាន invest ទៅលើ project នឹងមុនគេមុនឯង unpredictable monetary policy អញ្ចឹងទាក់ទងជាមួយនឹងគោលនយោបាយហិរញ្ញវត្ថុគោលនយោបាយរូបិយប័ណ្ណគឺអាចដឹងមុនបានកន្លែងហ្នឹងគឺសំខាន់ទៅលើ project ផ្សេងៗប៉ុន្តែបើ Bitcoin's monetary policy has never changed since its creation អញ្ចឹងប្រព័ន្ធឬក៏គោលនយោបាយហិរញ្ញវត្ថុគោលនយោបាយរូបិយប័ណ្ណរបស់ Bitcoin ហ្នឹងគឺអត់ដែលមានការផ្លាស់ប្ដូរទេតាំងពីកើតមកមិនគឺអញ្ចឹងហើយដោយសារតែទាំងអស់ហ្នឹងគឺ decentralized អញ្ចឹងបើសិនចង់មានការផ្លាស់ប្ដូរអីគឺ network ទាំងមូល agree គ្នាសិនអញ្ចឹងហើយដល់ពេលអត់មានការ agree គ្នាអញ្ចឹងមានការ hard fork ហាត់អីអញ្ចឹងទៅគឺទៅ blockchain ផ្សេងអញ្ចឹងទៅតែ Bitcoin original នៅតែ original ដែរហើយគឺអត់មានការផ្លាស់ប្ដូរទេអញ្ចឹងដល់ពេល other crypto constantly adjust supply making them unreliable store of value អញ្ចឹងcrypto ផ្សេងៗទៀតហ្នឹងគឺមានការផ្លាស់ប្ដូររហូតដូច Ethereum អញ្ចឹងប្ដូរពី proof of work ទៅ proof of stake ហើយ supply របស់គេហ្នឹងមានការ burn មានការអីអញ្ចឹងទៅណាអញ្ចឹងទៅវាអត់អាចpredict បានអត់អាចទៅប៉ាន់ស្មានបានដូច Bitcoin ទេ
ចឹងវាយើងអាចជឿបានថាវានឹងអាច store value បាននេះអាហ្នឹងគឺសំខាន់ណាស់ Bitcoin is the only cryptocurrency that offer a level playing field monetary policy clarity decentralization and long term security Bitcoin វាគឺជា cryptocurrency ដែលតែមួយដែល offer ផ្ដល់ទៅលើកម្រិតនៃការអឺតាក់ទងជាមួយនឹងគោលនយោបាយច្បាស់លាស់ទៅលើគោលនយោបាយហិរញ្ញវត្ថុគោលនយោបាយរូបិយប័ណ្ណហ្នឹងណាមើលទៅហើយនឹងវាមជ្ឈការបើន័យថាអត់មានអ្នក control ហើយនឹង security long term ប្រព័ន្ធសុវត្ថិភាពហ្នឹងគឺយូរអង្វែងអាហ្នឹងសំខាន់បើន័យថាមានតែ Bitcoin ទេបច្ចុប្បន្នហ្នឹងដែលអាចធ្វើចំណុចអស់ហ្នឹងបាន crypto ផ្សេងៗទៀតគឺវានៅមានរឿងជាច្រើនដែលវាខ្វះខាតហើយខ្វះខាតហ្នឹងដោយសាររឿងមានគេ control វា centralize វាមាន supply unchain អីចឹងទៅ supply ការផ្គត់ផ្គង់នឹងវាផ្លាស់ប្ដូររហូតអីចឹងទៅអញ្ចឹងវាអាច store អស់ value បានហើយប្រព័ន្ធសុវត្ថិភាពវាលឿនពេកចឹងទៅញាត់ចូលទៅក្នុង blockchain layer 1អញ្ចឹងវាធ្វើឲ្យប្រព័ន្ធសុវត្ថិភាពវាមានការផុយស្រួយ The bottom line គឺ Bitcoin is not striving to be all thing to all people it not chasing hype or trend អញ្ចឹង Bitcoin វាមិនមែនបង្កើតឡើងដើម្បីគ្រាន់តែ hype បើន័យឬក៏ trend ទេបើន័យថា hype ហ្នឹងបើន័យថាមិនជ្រួលច្បល់ឬក៏ទៅតាម trend តាម follow ទៅតាមអ្វីដែលគេពេញនិយមទេ Bitcoin គឺមិនបង្កើតឡើងដើម្បីអញ្ចឹងទេ It focus on doing one thing better than anything else in history, being the most secure, decentralized, and predictable form of money ever created. ចឹង Bitcoin គឺផ្ដោតទៅលើលុយបើទៅលើរបស់អីដែលរបស់ផ្សេងទៀតពីមុនមកគឺអត់ដែលបានផ្ដល់ឲ្យដូច Bitcoin ណានៅក្នុងប្រវត្តិសាស្ត្រហ្នឹងអញ្ចឹងគឺវាជាលុយដែល secure ដែលមានសុវត្ថិភាពដែលអត់មានអ្នកគ្រប់គ្រង decentralized ដែល predictable ដែលអាច predict បានហើយគឺជាលុយទាំងអស់ហ្នឹងដែលក្នុងប្រវត្តិសាស្ត្រពីមុនមកគឺអត់មានការអត់អាច create បានណាដែលអត់ដែលមានលុយធ្វើបែបហ្នឹងបានដូចមាសគឺ unpredictable ដូចគ្នាបើសិនជាថ្ងៃណាមួយគេរកឃើញថាមាសមាននៅលើសតផែនដីច្រើនទៀតអញ្ចឹង supply វាអាចកើនឡើងតទៀតអញ្ចឹងណាតែ Bitcoin វា fix 21លាន Other cryptos may be faster but fast centralized money already exists it called the US dollar in conjunction with Visa and PayPal អញ្ចឹង crypto ផ្សេងទៀតហ្នឹងគឺប្រហែលជាលឿនប៉ុន្តែលឿនហ្នឹងគឺអាលឿនទាំងអស់ហ្នឹងគេមានរួចស្រេចទៅហើយគឺលុយដុល្លារណាលុយដុល្លារដែលយើងប្រើប្រាស់នៅលើ Visa ឬក៏ PayPal ហ្នឹងគឺវាមានរួចទៅស្រេចទៅហើយវាអត់ចាំបាច់មាន crypto ផ្សេងៗទៀតហ្នឹងមកធ្វើអញ្ចឹងទៀតទេហើយអញ្ចឹងវា centralize មិននេះដែលតែវាកើតឡើងរួចទៅហើយអញ្ចឹងណាcrypto ផ្សេងៗហ្នឹងគឺវាកើតមកក្នុងទម្រង់អញ្ចឹងជាស្ដែងទៅគឺគេមានរួចទៅហើយលុយដុល្លារដែលដំណើរការនៅលើ Visa ឬក៏ PayPal ហ្នឹងណា Bitcoin is something entirely different and that's why it's far from obsolete អញ្ចឹង Bitcoin គឺវាខុសពីគេទាំងអស់តែម្ដងណាហើយទាំងអស់ហ្នឹងដែលថាវាមិនមែនជារឿង outdate ទេវាមិនមែនជារឿងBitcoin វាមិនមែនជារឿងហួសសម័យទេI would love to hear if you have another point to why BTC not crypto post below អញ្ចឹងកន្លែងហ្នឹងគឺក៏សិតក៏ចង់ដឹងដែរថាយើងមានចំណុចអីផ្សេងទៀតហេតុបានជា BTC វាមិនមែន Bitcoin មិនមែន crypto ណាអញ្ចឹងនៅក្នុង Bitcoin community គឺគេនិយាយគេមានពាក្យមួយគេហៅ Bitcoin is not crypto ហើយ
អ្នកទាំងអស់គ្នាមានចំណុចអីមួយដែលយកឃើញដូចគ្នាអាច comment នៅពីក្រោមបានដូចគ្នាអញ្ចឹងយើងមកដល់ EP ទី21ហើយដែលត្រូវថ្ងៃទី20អញ្ចឹងនៅសល់តែមួយថ្ងៃទៀតទេយើងនឹងចប់មេរៀន Bitcoin ក្នុងរយៈពេល21ថ្ងៃទៀតហើយបាយបាយអ្នកទាំងអស់គ្នា